ចង់ដាក់ពុម្ពអក្សរខ្មែរសាស្ត្រចូលទៅក្នុងកម្មវិធី CapCut បងប្អូនអត់ទាន់ចេះអាចមើលវីដេអូនេះបានអញ្ចឹងដំបូងអ្នកនរគ្នាត្រូវទៅទាញយកជាមួយនឹងពុម្ពអក្សរខ្មែរសិនចូលទៅខាងកម្មវិធី Google មកអ្នកនរគ្នា search ពាក្យថា font ខ្មែរហើយរើស website ខាងលើគេនេះមកបាទបន្តមកទៀតអ្នកនរគ្នានឹងឃើញពុម្ពអក្សរខ្មែរស្អាតៗជាច្រើនបាទនៅក្នុង website ហ្នឹងដែលយើងអាចធ្វើការទាញយក free តែម្ដងបាទអញ្ចឹងយើងឆ្លាញ់មួយណាយើងទាញយកមួយហ្នឹងទៅបាទហើយការទាញយកគឺចុចប៊ូតុងពណ៌បៃតងនេះមកគឺវានឹងទាញយកបានហើយបាទអញ្ចឹងឲ្យខ្ញុំរើសយកពីរអក្សរបាទដោយសារតែខ្ញុំមានពុម្ពអក្សរខ្លះហើយបាទអូខេអញ្ចឹងនៅពេលដែលយើងទាញយកបានហើយយើងចុចបិទម៉ាស៊ីនយើងចូលទៅកាន់ file របស់យើងបាទដើម្បីទៅឆែកមើលពុម្ពអក្សរខ្មែរដែលយើងទាញយកមិញបាទហើយអ្នកនរគ្នារកពាក្យថាទាញយកឬក៏ download បាទចុចកន្លែងហ្នឹងមកហើយយើងឃើញពុម្ពអក្សរដែលយើង download មិញហើយអូខេយើងចុចទៅលើហ្នឹងមកហើយយើងចុចបើកតាមរយៈ file បាទអូខេបន្តមកទៀតយើងដាក់ថាយកចេញឲ្យកន្លែងយកព្រមនេះមកគឺអូខេហើយបាទអញ្ចឹងបើយើងអត់បានធ្វើតាមរយៈបែបនេះទេគឺវាអាចប្រើបានទេពុម្ពអក្សរនេះគឺយើងត្រូវតែ extract ចេញពី zip នេះបាទឲ្យវាចេញលក្ខណៈបែបនេះមកគឺយើងអាចប្រើការបានដែរបាទអញ្ចឹងយើងចូលទៅកាន់កម្មវិធី CapCut អ្នកនរគ្នាចូលមកកាន់កន្លែង add text មកបាទចុចកន្លែង text បន្តមកទៀតអ្នកនរគ្នាចុចកន្លែងវាយអក្សរដល់កន្លែងវាយអក្សរអញ្ចឹងយើងឧទាហរណ៍ដាក់អក្សរអីមួយតែបងប្អូនចង់សរសេរអានេះខ្ញុំដាក់ថាសួស្តីអញ្ចឹងនៅពេលដែលយើងអត់ទាន់បានជាមួយនឹងពុម្ពអក្សរទេគឺអក្សរយើងមើលអត់យល់ទេមិនដឹងជាអានថាម៉េចទេណាអ្នកគ្នាអញ្ចឹងយើងចូលមកកាន់កន្លែង font មករកពាក្យ my font បាទបន្តមកទៀតឃើញសញ្ញាបូកអ្នកគ្នាចុចកន្លែងបូកហ្នឹងមកអូខេយើងចុចមួយទៀតមកកន្លែងmy font របស់យើងចូលកន្លែងទាញយកមកអ្នកគ្នានឹងឃើញអក្សរដែលយើងបានទាញយកអានេះអក្សរពុម្ពអក្សររបស់យើងបាទអញ្ចឹងយើងចុចទៅលើនឹងមួយមកបាទហើយចុចកន្លែងខាងលើគេបាទអូខេវានឹងចូលហើយនេះកន្លែងបាយ័នមិញបាទនេះអញ្ចឹងគឺយើងអានចេញអក្សរហ្នឹងហើយស្អាតទៀតអញ្ចឹងយើងទៅ add មួយទៀតមកធ្វើដូចគ្នាមកបាទចូលកន្លែងអង្គរមកហើយយើងចុចកន្លែងខាងលើគេមិញវានឹងចូលហើយនេះកន្លែងអង្គរអូខេគឺអត់ពិបាកទេងាយៗទេបើបងប្អូនអត់មានពុម្ពអក្សរដាក់ចូលទេគឺយើងអាចសរសេរបានទេនៅក្នុង CapCut ដោយសារតែវាអត់ទទួលស្គាល់ជាមួយនឹងអក្សរខ្មែរទេបើយើងអត់មាន font ណាអូខេអញ្ចឹងយើងចង់ដាក់ style អីក៏បាននៅក្នុងនេះគឺមានច្រើនមែនទេមាន free ផងមានអត់ free ផងបាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្ណេះឯងបាទអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះបាទជួបគ្នាវីដេអូក្រោយបាទសូមអរគុណ